នាងជាទីមេត្រីពាក់ព័ន្ធនឹងការចង់ដឹងពីវត្តមាននៃមេរោគអេដស៍មាននៅក្នុងឈាមរបស់ខ្លួនឬទេបានធ្វើឲ្យក្រុមប្រជាពលរដ្ឋនៅក្នុងស្រុកសង្កែបខេត្តបាត់ដំបងបន្តសម្រុកទៅធ្វើតេស្តឈាមរោគមេរោគអេដស៍នៅមណ្ឌលសុខភាពឃុំរកាឈានចូលដល់ថ្ងៃទី6ហើយលទ្ធផលអ្នកដែលវិជ្ជមានក្នុងការធ្វើតេស្តឈាមឬមានផ្ទុកមេរោគអេដស៍មានចំនួនជិត100អ្នកហើយក្នុងនោះប្រជាពលរដ្ឋដែលមានប្រតិកម្មតេស្តឈាមឬមានផ្ទុកមេរោគនេះភាគច្រើនជាមនុស្សពុំធ្លាប់មានប្រវត្តិទៅប៉ះពាល់អ្នកជំងឺអេដស៍ពីមុនមកនោះទេមេឃុំរកាអ្នកស្រីសឹមពៅបានទទួលស្គាល់កាលពីថ្ងៃទី15ធ្នូថាអ្នកស្រីបានប្រាប់វិទ្យុអាស៊ីសេរីច្រឡំតួលេខអ្នកទៅធ្វើតេស្តឈាមប្រមាណ300នាក់ថាជាអ្នកមានផ្ទុកមេរោគអេដស៍ទៅវិញលោកហ៊ុំចម្រើនមានសេចក្តីរាយការណ៍ព័ត៌មាននេះដូចតទៅក្រុមប្រជាពលរដ្ឋដែលទៅធ្វើតេស្តឈាមក្មេងចាស់ប្រុសស្រីសម្ដែងក្តីបារម្ភចំពោះមេរោគដ៏កាចសាហាវនេះថាជាជំងឺមួយកើតឡើងដោយពុំមានមូលហេតុច្បាស់លាស់នោះទេប្រជាពលរដ្ឋដែលទៅធ្វើតេស្តឈាមឃើញមេរោគម្នាក់រស់នៅភូមិរកាឃុំរកាស្រុកសង្កែថ្លែងមិនឲ្យបញ្ចេញឈ្មោះបន្ទាប់ពីទទួលលទ្ធផលឈាមនៅខាងមុខមណ្ឌលសុខភាពនៅថ្ងៃទី16ធ្នូថាលទ្ធផលធ្វើតេស្តឈាមដំបូងនេះផ្ទុកមេរោគអេដស៍ពលរដ្ឋរូបនេះបន្តថាសមាជិកក្នុងក្រុមគ្រួសារដែលទៅពិនិត្យដែលទទួលលទ្ធផលថាមានមេរោគអេដស៍ចំនួន4នាក់ក្នុងនោះមានកុមារ2នាក់និងមនុស្សចាស់2នាក់ពលរដ្ឋរូបនេះឲ្យដឹងទៀតថាមូលហេតុដែលផ្ទុកមេរោគដែលព្យាបាលមិនជានេះសង្ស័យឆ្លងតាមរយៈមកជុលចាក់ថ្នាំរបស់គ្រូពេទ្យដែលបានព្យាបាលជំងឺកាលពីពេលកន្លងទៅខ្ញុំឆ្ងល់មកពីហេតុដើមនេះបានខ្លួនខ្ញុំវាកើតហើយកូនខ្ញុំអាមួយនេះវាអត់កើតទេពីរនេះអត់កើតទេហើយកើតតែយាយហើយនឹងតាហើយនឹងចៅតែពីរនេះខ្ញុំសន្និដ្ឋានថាវាឆ្លងទៅលើការចាក់ថ្នាំព្រោះវាមិនដែលហើយនៅក្នុងភូមិការនេះរាប់រយគ្រួសាររាប់រយអ្នកអញ្ចឹងវាមិនដែលថាជំងឺណាដែលថាកើតមកគ្រួសារនេះអត់រាប់រយអ្នកអញ្ចឹងខ្ញុំគិតថាវាកើតមកពីការចាក់ថ្នាំហ្នឹងឯងតែមិនដឹងថាពេទ្យណាអីពេទ្យណាយើងមិនដឹងណាសូមឲ្យអស់លោកខាងក្រសួងជួយចុះស្រាវជ្រាវនៅក្នុងភូមិការនេះឲ្យបានច្បាស់តើប្រជាពលរដ្ឋនៅភូមិការនេះដែលមានមេរោគអេដស៍ហ្នឹងដោយសារអីតាក់ទងនឹងបញ្ហានេះប្រធានមន្ត្រីសុខាភិបាលខេត្តបាត់ដំបងលោកវឿនប៊ុនរ៉េតមានប្រសាសន៍បញ្ជាក់ថាលទ្ធផលតេស្តឈាមដំបូងនេះគ្រាន់តែជាប្រតិកម្មតេស្តបឋមពុំទាន់ចាត់ថាប្រជាពលរដ្ឋទាំងនោះផ្ទុកមេរោគអេដស៍ឬយ៉ាងណានៅឡើយទេទោះយ៉ាងនេះក្តីលោកថាលទ្ធផលឈាមដំបូងនេះនឹងត្រូវបញ្ជូនទៅពិសោធន៍នៅរាជធានីភ្នំពេញម្ដងទៀតដើម្បីស្រាវជ្រាវរោគសញ្ញាពិតប្រាកដឥឡូវនេះយើងត្រូវផ្ញើឈាមហ្នឹងមកមើលដល់ភ្នំពេញទៀតដើម្បីរៀបរក DNA វាក្រុមណាសង្ស័យរឿងអីយើងត្រូវរកមូលហេតុនៃការចម្លងណាហើយទៅយើងអាចផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានអញ្ចឹងហើយពួកយើងព្រួយបារម្ភណាស់ដល់ពេលដែលឃើញព្រឹត្តិការណ៍បែបហ្នឹងហើយអបស្ដាយមួយនឹងប្រជាពលរដ្ឋដែលគាត់ឆ្លងបញ្ហាហ្នឹងណាតែវាមិនគួរឲ្យកើតឡើងតែជាកើតឡើងបានទោះយ៉ាងនេះក្តីទីប្រឹក្សាបច្ចេកទេសអង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ហៅកាត់ថាខាណាលោកវិជ្ជបណ្ឌិតនីសុជាតិមានប្រសាសន៍បញ្ជាក់ថាការធ្វើតេស្តឈាមរោគមេរោគអេដស៍ត្រូវឆ្លងកាត់3ដំណាក់កាលទើបអាចបញ្ជាក់ថាជាលទ្ធផលផ្ទុកមេរោគអេដស៍ពិតប្រាកដទោះយ៉ាងនេះក្តីលោកថាប្រតិកម្មឈាមដំបូងនេះជាសញ្ញាមួយបង្ហាញថាមានភាគរយកើតជំងឺអេដស៍ខ្ពស់គាត់ធ្វើតែលើកទី1គាត់មានលទ្ធផលគេហៅប្រតិកម្មមានលទ្ធផលជាប្រតិកម្មហើយគាត់ទៅតែបញ្ជាក់2ដងទៀតក៏នៅតែមានលទ្ធផលវិជ្ជមានទៀតអញ្ចឹងបានន័យថាគាត់មានសុខមេរោគអេដស៍ដែរអញ្ចឹងសំខាន់គាត់ទៅយកសេវាពិសេសសេវាថ្នាំប្រឆាំងមេរោគអេដស៍ដែលគេហៅ ARV នេះគឺទាន់ពេលវេលាបានន័យថាការទៅទទួលថ្នាំ ARV បានកាន់តែឆាប់កាន់តែល្អបានន័យថាទី1ល្អសម្រាប់គាត់អាចជួយសុខភាពរបស់គាត់ឲ្យគាត់រឹងប៉ឹងឡើងវិញឲ្យគាត់ល្អឡើងវិញទី2ជួយកាត់បន្ថយការចម្លងទៅអ្នកផ្សេងទៀតរបាយការណ៍មណ្ឌលសុខភាពឃុំរកាបង្ហាញថាគិតត្រឹមម៉ោង11ព្រឹកថ្ងៃទី16ធ្នូការធ្វើតេស្តឈាមរោគមេរោគអេដស៍នៅមណ្ឌលសុខភាពឃុំរកាស្រុកសង្កែខេត្តបាត់ដំបងប្រជាពលរដ្ឋដែលធ្វើតេស្តឈាមរួចចំនួន485នាក់រកឃើញអ្នកជំងឺដែលមានប្រតិកម្មតេស្តចំនួន82នាក់ក្នុងចំណោមប្រជាពលរដ្ឋជាង2000នាក់រស់នៅភូមិរកាទោះជាយ៉ាងនេះក្តីការធ្វើតេស្តឈាមដំបូងនេះមិនទាន់បញ្ចប់នៅឡើយទេហើយចំនួនប្រតិកម្មតេស្តអាចនឹងកើនឡើងទៅមុខទៀតកាលពីថ្ងៃទី15ធ្នូមេឃុំរកាអ្នកស្រីសឹមពៅថ្លែងប្រាប់វិទ្យុអាស៊ីសេរីថាមានប្រជាពលរដ្ឋឃុំរកាជិត300នាក់ធ្វើតេស្តឈាមមានលទ្ធផលបង្ហាញថាមានផ្ទុកមេរោគអេដស៍ប៉ុន្តែនៅថ្ងៃទី16ធ្នូអ្នកស្រីមេឃុំទទួលស្គាល់ថាអ្នកស្រីប្រាប់តួលេខច្រឡំគឺចំនួន300នាក់ជាតួលេខប្រជាពលរដ្ឋទៅធ្វើតេស្តឈាមចំណែកប្រជាពលរដ្ឋដែលលទ្ធផលតេស្តឈាមបង្ហាញថាមានផ្ទុកមេរោគអេដស៍នោះមានចំនួនមិនដល់100នាក់ទេខ្ញុំហ៊ុំចម្រើនវិទ្យុអាស៊ីសេរីពីខេត្តបាត់ដំបង